អាសន្នធំហើយផ្ទុះមេរោគកាចសាហាវក្នុងកប៉ាល់កំសាន្តនៅមហាសមុទ្រអាត្លង់តិកបច្ចុប្បន្នស្លាប់ទេសចរ3នាក់ហើយមនុស្ស3នាក់បានបាត់បង់ជីវិតដោយសារមេរោគកាចសាហាវ Hantavirus ក្នុងកប៉ាល់កំសាន្តមួយគ្រឿងផ្ទុកទេសចរ150នាក់ដែលធ្វើដំណើរលើមហាសមុទ្រអាត្លង់តិក BBC បានដកស្រង់សេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក WHO ដែលអះអាងកាលពីថ្ងៃអាទិត្យទី3ខែឧសភាឆ្នាំ2026ថាករណីឆ្លងវីរុសនេះត្រូវបានបញ្ជាក់លើកប៉ាល់ MV Hondius ដែលធ្វើដំណើរចេញពីប្រទេសអាហ្សង់ទីនទៅកាន់កាប់វែអ្នកជំងឺដែលឆ្លងវីរុសនេះមុនគេគឺមានសញ្ជាតិហូឡង់មួយ70ឆ្នាំហើយបច្ចុប្បន្នសពរបស់គាត់កំពុងស្ថិតនៅលើប៉ាល់នៅឡើយដោយរងចាំការបញ្ជូនត្រឡប់ទៅកាន់ប្រទេសកំណើតវិញក្រុមគ្រូពេទ្យបាននឹងកំពុងធ្វើតេស្តសំណាក់អ្នកដំណើរដើម្បីរកមើលករណីឆ្លងបន្ថែមហើយក៏បានបញ្ជាក់ពីលទ្ធផលវិជ្ជមានលើទេសចរជាបន្តបន្ទាប់ទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុនទេសចរ Ocean Wide Expeditions ដែលមានមូលដ្ឋាននៅហូឡង់និយាយថាខ្លួនមិនទាន់ទទួលបានការអនុញ្ញាតពីប្រទេសកាប់វែដើម្បីឲ្យសមាជិកនាវិកដែលត្រូវការជំនួយវេជ្ជសាស្ត្របន្ទាន់ចុះពីលើកប៉ាល់នៅឡើយទេយោងតាម WHO Hantavirus អាចរីករាលដាលនៅពេលលាមកនិងទឹកនោមសត្វកណ្ដុរសាយភាយទៅក្នុងអាកាសហើយវីរុសនេះក៏អាចឆ្លងរវាងមនុស្សនិងមនុស្សផងដែរប៉ុន្តែក្នុងករណីកម្របំផុតមេរោគនេះចេញរោគសញ្ញាស្រដៀងផ្ដាសាយដែរហើយអាចធ្វើឲ្យខ្សោយបេះដូងនិងសួតដែលក្នុងនោះប្រហែល 40% នៃករណីឆ្លងបានបណ្ដាលឲ្យស្លាប់ខណៈបច្ចុប្បន្នមិនទាន់មានថ្នាំជាក់លាក់ណាមួយសម្រាប់ព្យាបាលវានៅឡើយទេ